ជំរាបសួរលោកគ្រូខ្ញុំបាទគួររ៉ាន់សុផានអារ៉ាន់ថ្ងៃនេះខ្ញុំបានលើកបញ្ចេញមួយដើម្បីមើលតាមវិព័ន្ធនៅក្នុងកម្មវិធីវិទ្យាល័យប្រាំងដួងសាលារៀនចរន្តថ្មីបញ្ចេញខ្ញុំនេះខ្ញុំចាត់តាំងធ្វើយន្តហោះខ្ញុំមនុស្សបើវិទ្យាដោយតេឡេយន្តហោះនេះក៏ម្ដងយើងដើម្បីយើងសិក្សាពីការផលិតវានិងការយល់ដឹងពីបច្ចេកវិទ្យានៅក្រៅប្រទេសដែលគេប្រើប្រាស់យន្តហោះដែលមានតម្លៃតិចដើម្បីយកទៅជាអាវុធនៅក្នុងបម្រើកងទ័ពនៅក្នុងការបៀបវិនិច្ឆ័យបងអូននោះត្រូវការរយៈពេលយូរដែរទេនៅក្នុងបញ្ចេញមួយយើងត្រូវការរយៈពេលចន្លោះពី1ខែកន្លះទៅ3ខែបាទអញ្ចឹងតើបញ្ចេញរបស់យើងនេះអាចអនុវត្តបានធ្លាប់បានតេស្តដែរទេចំពោះបញ្ចេញនេះយើងបានតេស្តលើកទី3លើកទី1យើងសាកល្បងវាដោយសារគ្មានកង់លើកទី2យើងសាកល្បងវានៅក្នុងទីលានត្រាំងបាដោយសារតែលើកទី1យើងទទួលបានតន័យអត់ទាន់បានច្បាស់ល្អលើកទី2យើងទទួលបានតន័យដែលមានសាសពស្រមមួយដើម្បីកែតម្រូវនៅលើកទី3លើកទី3យើងគឺជាលទ្ធផលសម្រាប់ដែលយើងទទួលបានលទ្ធផលសម្រាប់លោកគ្រូចង់សួរពី concept នៅក្នុងយន្តហោះនេះបន្តិចលោកគ្រូឃើញបងប្អូនពេលដោយប្រើប្រាស់ Arduino ណាតែនៅក្នុងការ build យន្តហោះរបស់យើងនេះយើងមានប្រើ Arduino នៅក្នុងនឹងអត់នៅក្នុងនេះខ្ញុំបានរៀបចំតែវាអត់ទាន់បានលទ្ធផលសម្រាប់ខ្ញុំអាចនៅតទៅឆ្នាំក្រោយដោយសារតែខ្ញុំនឹងបំពាក់ GPS និងប្រព័ន្ធ radar និងការកង្វងវានៅលើ controller របស់យើងតែម្ដងយើងចូលមួយ Arduino ឬក៏ ESP បាទអញ្ចឹងលោកគ្រូសូមអរគុណច្រើនអូនបាទ